បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសុបរានជ័យទឹកសំចែករំលែករុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះឈ្មោះថាដើមស្រមោបងប្អូនហើយផ្លែរបស់ដើមស្រមោនេះគេច្រើនយកទៅប្រើដូចជាចម្រើនអាយុវែងបងប្អូនហើយគេសម្បករបស់ដើមស្រមោនេះគេប្រើទៅលើថ្នាំកាពះពោះវៀនបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនខ្ញុំដើរមកឃើញដើមមួយទៀតហើយដើមនេះឈ្មោះថាដើមស្រមោបងប្អូនមើលច្បាស់ទៅរៀងបែកកហែងសម្បករៀងក្រាស់បន្តិចដើមស្រមោហ្នឹងបងប្អូនណាហើយចំណែកស្លឹករបស់ដើមស្រមោបងប្អូនមើលខាងបាតខាងក្រោមរៀងក្រហមលើខៀវណាខ្ញុំចាំងឲ្យមើលបងប្អូនណារៀងក្រហមប្រេះមានរោមតិចចឹងណានឹងលក្ខណៈសម្គាល់របស់ស្លឹកដើមសមនេះហើយសម្បកដើមដូចខ្ញុំនិយាយចឹងនេះសម្បកដើមបងប្អូនវារៀងបែកចឹងបងប្អូនលក្ខណៈសម្គាល់របស់វាបងប្អូនឃើញហើយណាហើយចំណែកដើមសមនេះដែរបងប្អូនណាផ្លែរបស់ដើមសមធ្វើឲ្យមានការចងចាំអាយុវែងដែលយើងយកទៅប្រើពីនៃឱសថបុរាណខ្មែរយើងបងប្អូនហើយចំណែកសម្បកដើមសមនេះណាមានជំងឺដូចជាបងប្អូនកើតជំងឺកាពះពោះវៀនអញ្ចឹងបងប្អូនបត់ជើងយូរបត់ជើងមិនចាញ់បត់ជើងមកក្របដោយអាចផ្សាយបត់ជើង2-3ថ្ងៃបត់ជើងម្ដងអញ្ចឹងបងប្អូនយកសម្បកដើមស្រមនេះយកទៅប្រើនឹងបំបត្តិកាពះពោះវៀនអាការៈរោគកាពះពោះវៀនរបស់បងប្អូនណាបើសិនជាបងប្អូនមានមិនពុំមានជីបងប្អូនចាប់តែមួយដៃទៅយកទៅប្រើហើយហាលស្ងួតណាមួយដៃរបស់យើងនេះប្រើដាំរាល់ថ្ងៃទៅវាធ្វើឲ្យអាការៈរោគបំបត្តិកាពះពោះវៀននឹងបាត់ជាសះស្បើយជាពំខានហើយប្រកែណាដើមសមនេះបងប្អូនហើយនឹងមួយទៀតបងប្អូនណាបំបត្តិរាគយកសម្បកដើមដូចគ្នាណាបងប្អូនបើសិនណាបងប្អូនរាគមកមួយថ្ងៃពីរបីដងអស់កម្លាំងរហ័តហើយបងប្អូនហូបទឹកឲ្យបានច្រើនហើយដាំទឹកនឹងទឹកដាំផ្លែដើមសមសម្បកដើមហ្នឹងណាបងប្អូនដាំឲ្យបាន3លីត្រទៅបងប្អូនហូបទឹកឲ្យបានច្រើននិងបំបត្តិរាគកាត់បន្ថយនៅភាពអស់ជាតិទឹកនៅក្នុងសារពាង្គកាយរបស់យើងហើយនឹងទី2បងប្អូនណាទី3អាការៈរោគបងប្អូនដូចជាអ្នកមានជំងឺកើតនៅបេះដូងអ្នកជំងឺខ្សោយបេះដូងឈឺបេះដូងណាបងប្អូនយកសម្បកដើមដដែលហ្នឹងបងប្អូនយកទៅប្រើហើយដាក់ដូចគ្នាអញ្ចឹងមួយដៃមកចាប់អញ្ចឹងបងប្អូនណាយកទៅប្រើហើយបកកបនឹងជំងឺអ្នកខ្សោយបេះដូងដើម្បីព្យាបាលបងប្អូនយកហាលឲ្យស្ងួតធម្មតាហាលស្ងួតធ្វើអនាម័យល្អប្រសើរលាងឲ្យស្អាតទៅសិនបងប្អូនយកទៅដាក់ដាំពិសាទទួលទានហើយកុំឲ្យវាអត់អនាម័យវាជាប់ដីជាប់ធូលីទៅអាចមានមេរោគឆ្លងពីបរិយាកាសផងឆ្លងពីកំទេចកំទីអងធូលីដីផងវាចូលទៅក្នុងឆ្នាំងរបស់យើងមេរោគខ្លះវា100ហង្សាអត់ស្លាប់ទេបងប្អូនណាអញ្ចឹងវាធ្វើឲ្យចូលទៅក្នុងសារពាង្គកាយរបស់យើងពេលយើងពិសាទទួលទានធ្វើឲ្យមេរោគនឹងបង្កើតរោគមួយផ្សេងទៀតធ្វើឲ្យយើងឈឺ2-3មុខតែចឹងតែយើងធ្វើអនាម័យជ្រះស្អាតរៀងស្អាតហើយវាមេរោគទាំងនោះវាជ្រុះចេញទៅវាអត់បង្កើតមេរោគផ្សេងនៅក្នុងសារពាង្គកាយយើងទេបងប្អូនណាធ្វើអនាម័យស្អាតសង្ខេបមកហើយបងប្អូនយកទៅដាំពិសាទទួលទាននៅដើមសម្បកសមនេះបងប្អូនណាបកសមនេះវាកប់នឹងជំងឺច្រើនប៉ុន្តែលោកគ្រូមានពេលវេលាខ្លីលោកគ្រូចែកជាធម្មទានតែប៉ុណ្្នឹងបានហើយបងប្អូនណាហើយនៅជាចុងក្រោយនេះបើសិនជាបងប្អូនមើលឃើញថាមានប្រយោជន៍នៅដើមសមតេតិនឱសថបុរាណខ្មែរយើងសូមបងប្អូនចុច like ចុច share ចុច subscribe ឲ្យលោកគ្រូបានមួយផងបងប្អូនថ្ងៃក្រោយលោកគ្រូដើររកឆ្នាំណាដែលពាក់ព័ន្ធនឹងសុខភាពបងប្អូនចែកជាធម្មទានជូនបងប្អូនដោយសេចក្តីបរិសុទ្ធអស់ពីចិត្តពីពោះពីពងបងប្អូនណាហើយនៅជាចុងក្រោយនេះសូមជូនពរបងប្អូនសូមឲ្យទេវតានៅថែរក្សារុក្ខទេវតាថែរក្សានៅកន្លែងនេះថែរក្សាក្រុមគ្រួសារបងប្អូនឲ្យបងប្អូនមានសុខភាពមង្គលគ្រប់ប្រការម្យ៉ាងទៀតសូមឲ្យទេវតានៅក្នុងចក្រវាលលើផែនដីយើងនេះថែរក្សាបងប្អូនសូមឲ្យបងប្អូនមានសុខភាពល្អហើយអាយុវែងប្រកបទៅដោយអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយគណៈពេលនេះខ្ញុំបាទគ្រូអសុតបរានជ័យទឹកសូមគោរពសូមជម្រាបលាបងប្អូន